នេះជាវត្តកំពង់មានជ័យទឹកប្រៃស្ថិតនៅភូមិទី5ឃុំលងភូទីក្រុងព្រែកឫស្សីមានទូកងឈ្មោះអណ្ដូងទឹកមានជ័យបារមីដេជះនេះកាត់សាលាកំពុងតែកសាងរីឯនេះវិញគឺជាព្រះវិហាររីឯនេះវិញជាកាត់ថ្មីកំពុងតែកសាងជាងកំពុងតែសម្អាតសម្អាងឆ្លាក់ក្បាច់គំនូរកាត់នឹងនៅវត្តធំត្រលីណាវត្តត្រលីនេះជាព្រះវិហារចាស់ឥឡូវប្រែធ្វើជាហោត្រៃវិញជារបងខាងមកព្រែកខាងជើងវត្តនេះជាព្រែកអណ្ដូងទឹករីឯនេះវិញជាព្រះវិហារបុរាណព្រះវិហារមិនដំបូងអស់ចំពោះវត្តទឹកប្រៃនេះជារោងទូកងោះរបស់វត្តកំពង់មានជ័យទឹកប្រៃនេះទូកងោះទាំង3គ្រឿងរបស់វត្តរោងទូកថ្មីទៅតែកសាងហើយរួចស្រេចក្រោយពេលអមទូកហើយនៅឆ្នាំ2025នេះជាទូកលងទៅតែកសាងហើយទូកលងថ្មីយូរៗឡើង YouTube ម្ដងទូកថ្មីរបស់វត្តកំពង់មានជ័យទឹកប្រៃទូកមានឈ្មោះថាអណ្ដូងទឹកមានជ័យបារមីដេជះរោងថ្មីស្អាតណាស់បងប្អូនរោងទូកឬដំណឹងថាឆ្នាំក្រោយឆ្នាំ2026វត្តទឹកប្រៃនឹងចោះចំោះទូកនារីមួយគ្រឿងទៀតជួសជុលទូកចាស់ឡើងវិញមិនប្រើដងសន្ទូចនេះជាទូកចាស់វត្តកំពង់មានជ័យទឹកប្រៃទូកធ្លាប់បានយកលេខ1នៅឆ្នាំ2012នេះវិញគឺទូកកសាងឡើងនៅឆ្នាំ2022
ជាទូកដែលកសាងឡើងនៅឆ្នាំ2022វត្តកំពង់មានជ័យទឹកប្រៃរីឯនៅកណ្ដាលនេះវិញគឺទូកលំទើបតែកសាងរួចស្រេចឆ្នាំ2025ទូកលំនេះជាកិត្តរបស់ទឹកប្រៃចុងនឹងជាមួយសុកមើកគិញងាង3ភូមិនោះជាស្រឡាធំរីឯនេះវិញជាព្រះវិហារថ្មីបានចុះខណ្ឌសីមានៅឆ្នាំ2003នេះជាដើមអំពិលនៅក្នុងវត្តអាផ្លែទុំក៏មានផ្លែកាចីក៏មានហើយផ្កាថ្មីក៏មានលោកមាន3ប្រភេទផ្កាកាចីនិងទុំបងប្អូនឃើញហើយនោះជាផ្កាអំពិលហើយផ្លែទុំក៏មានផ្លែកាចីក៏មានដើមអំពិល